លហេតុដែលស្រីម្នាក់នេះព្រមធ្វើរឿងបែបហ្នឹងក៏ព្រោះតែកូនប្រុសនាងទៅលួចរបស់គេហើយម្ចាស់ទ្រព្យនោះមិនមែនអ្នកណាឆ្ងាយទេគឺជាមនុស្សដែលចូលមកក្នុងផ្ទះពួកគេនឹងហ្មងពួកនេះទន់ល្មើយល្អតារាល់ពេលឃើញមុខអត្តឆានម្នាក់នេះនាងឈឺចាប់ក្នុងចិត្តស្ទើរធ្លីទ្រូងប៉ុន្តែដើម្បីកុំឲ្យកូនប្រុសមានប្រវត្តិអាក្រក់នាងត្រូវបង្ខំចិត្តលះបង់ខ្លួនមកជួបវាទាំងខំសម្រួលញឹមសុំសម្រុះសម្រួលតែអានឹងវាមិនព្រមឡើយនាងដកដង្ហើមធំរួចសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់ដោយមិននិយាយអ្វីមួយម៉ាត់នាងក៏ដោះអាវក្រៅចេញធ្វើឲ្យអានឹងភាំងស្មារតីមកខណៈស្ថានភាពកំពុងតានតឹងស្រាប់តែប្តីរបស់នាងដើរចូលមកល្មមនាងប្រញាប់យកអាវមកបិទបាំងទ្រូងទាំងស្លន់ស្លោលុះឃើញប្តីមកដល់ភ្លាមខ្សែភ្នែកនាងពោពេញដោយភាពភ័យខ្លាចនិងខ្មាស់អៀនរកធ្វើអ្វីមិនត្រូវប្តីរបស់នាងក៏បានព្រមានអាម្នាក់នោះថាបើហ៊ានប៉ះពាល់កូនគាត់នឹងហែកកេតរឿងវាលួចលាក់មានស្រីខាងក្រៅឲ្យដឹងពេញទឹកពេញដីហ្មងតែអានឹងនៅតែសម្លឹងប្រពន្ធគាត់មិនដាក់ភ្នែកវាអត់ដឹងទេថាបើប្តីនាងចាប់អារម្មណ៍តន់ដឹងតែដេកខ្លាយជាសាកសពភ្លាមឯតួឯករបស់យើងមានឈ្មោះថាម៉ាន់ស៊ូក្នុងភ្នែកអ្នកអតីគាត់ជាបុគ្គលគំរូដ៏ជោគជ័យម្នាក់គាត់បានបម្រើការនៅក្នុងរោងចក្រស្កុតដ៏ធំមួយអស់រយៈពេល25ឆ្នាំមកហើយដោយក្តីស្មោះត្រង់គ្រាន់តែគាត់យកដំបងឈើមកគូសសាកល្បងរួចស្ដាប់សំឡេងគាត់អាចដឹងពីគុណភាពស្កុតភ្លាមធ្វើឲ្យគាត់ក្លាយជាមនុស្សសំខាន់ដែលខ្វះមិនបានជីវិតគាត់ល្អឥតខ្ចោះណាស់ប្រពន្ធស្អាតពូកែរៀបចំផ្ទះកូនស្រីចេះលេងសេឡូឯកូនប្រុសវិញរៀននៅសាលាឯកជនថ្លៃពួកគេរស់នៅក្នុងវីឡាដ៏ធំមានរបងហុំព័ទ្ធថែមទាំងមានចិញ្ចឹមឆ្កែពូជ Golden Retriever 2 ក្បាលទៀតផងនេះគឺជាជីវិតក្នុងក្តីស្រមៃរបស់មនុស្សជាច្រើនតែសេចក្តីសុខដែលគិតថារឹងដូចថ្មនេះបែរជាត្រូវរលាយដូចផ្សែងក្រោមអំណាចក្រុមហ៊ុនធំក្រុមហ៊ុនអាមេរិកមួយបានទិញយករោងចក្រនេះទាំងស្រុងដើម្បីដាក់ប្រព័ន្ធស្វ័យប្រវត្តិពេញលេញម្ចាស់ក្រុមហ៊ុនបានសម្រេចចិត្តបញ្ឈប់បុគ្គលិកចាស់ដែលមានប្រាក់ខែខ្ពស់ទាំងអស់ម៉ាន់ស៊ូទើបតែទទួលបានពានរង្វាន់បុគ្គលិកឆ្នាំសោះស្រាប់តែត្រូវគេដេញចេញពីក្រុមហ៊ុនរោងដោយគ្មានឱកាសប្រគល់ការងារផងឯងមានការដូរជំរាបលាអីខ្លះអត់មានទេដឹងប្រកាសជាអត់ហើយពេលនោះហើយទើបគាត់យល់ច្បាស់គ្រប់យ៉ាងខាងក្រុមហ៊ុនចង់ធ្វើពុតជាមានធម៌មេត្តាក៏រៀបចំក្រុមប្រឹក្សាសុខភាពផ្លូវចិត្តឲ្យពួកគាត់អ្នកសម្របសម្រួលស្រីម្នាក់គាត់សម្គាល់ឃើញថាម៉ាន់ស៊ូនឿយណាយក៏ដើរមកក្បែរដើម្បីនិយាយលើកទឹកចិត្តសម្ដីរបស់នាងបានជួយឲ្យគ្រប់គ្នាមានពន្លឺសង្ឃឹមឡើងវិញបន្ទាប់ពីចប់កម្មវិធីម៉ាន់ស៊ូក៏ព្រមទទួលស្គាល់ការពិតជាក់ស្ដែងគាត់គិតថាខ្លួនមានបទពិសោធន៍ដល់ទៅ25ឆ្នាំក្រុមហ៊ុនផ្សេងច្បាស់ជាដណ្ដើមគ្នាជួលគាត់មិនខានគាត់ក៏កំណត់គោលដៅរកការងារថ្មីឲ្យបានក្នុងរយៈពេល3ខែចាប់ពីថ្ងៃនោះមកគាត់នៅតែរក្សាទម្លាប់ដែរដោយដើរចេញពីផ្ទះនៅម៉ោង8ព្រឹកគាត់តែងខ្លួនយ៉ាងសម្រម្យពាក់អាវធំចង់ក្រវ៉ាត់យូកាបូបដាក់ទឹកមួយដបនិងនំប៉័ងរួចដើរសម្ភាសពីកន្លែងមួយទៅកន្លែងមួយមានការសម្ភាសមួយគាត់ត្រូវអង្គុយចំកន្លែងជះពន្លឺខ្លាំងចំណែកគណៈកម្មការអង្គុយនៅខាងមុខពន្លឺចាំងពេកធ្វើឲ្យគាត់បើកភ្នែកសឹងមិនរួចពិតណាស់នេះជាល្បិចកលក្នុងការសម្ភាសដើម្បីបង្អាក់ស្មារតីរបស់បេក្ខជនឲ្យភ័យស្លន់ស្លោនិងបង្ហាញអ្នករកការងារថាអ្នកមានអំណាចគឺស្ថិតនៅកម្រិតខ្ពស់ទោះជាក្នុងចិត្តភ័យអយ៉ាងណាក៏ដោយក៏ម៉ាន់ស៊ូខំរក្សាភាពក្លាហានពីខាងក្រៅដែរគាត់បានរៀបរាប់ពីបទពិសោធន៍25ឆ្នាំនិងការខំប្រឹងរៀនបណ្ដាលធ្វើការបណ្ដាលរហូតចប់ថ្នាក់បណ្ឌិតផ្នែកគីមីវិទ្យាតែភ្លាមនោះគណៈកម្មការបែរជាចោទសួរដេញដោយចំពួកគេមិនចង់ដឹងពីចំណុចខ្លាំងរបស់គាត់ទេគឺចង់ដឹងតែពីចំណុចខ្សោយប៉ុណ្ណោះ